ប្រាប់ឲ្យថាលេងមិនឈ្នះចិនទេនៅទីបំផុតលោកដូណាល់ត្រាំបានប្រកាសថានឹងទម្លាក់ពន្ធលើប្រទេសចិនហើយនេះបើតាមការដែលបញ្ជាក់សូមចុច like subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីនិងមុនគេបង្អស់នៅក្នុងដៃរបស់លោកនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី22ខែមេសានេះថាពន្ធលើទំនិញនាំចូលរបស់ចិនទម្លាក់ពីអត្រា 145% ប៉ុន្តែมันអាចដល់អត្រា 0% នោះទេយោងតាមការដែលចុះផ្សាយរបស់ The Guardian បានឲ្យដឹងថាលោកត្រាំបានអត្ថាធិប្បាយថាយើងល្អជាមួយចិនយើងនឹងរស់នៅជាមួយគ្នាដោយរីករាយនិងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិខណៈដែលលោកប្រធានាធិបតីបានបង្ហាញអំពីភាពវិជ្ជមានលើកិច្ចពិភាក្សាគ្នានាពេលខាងមុខដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនការលើកឡើងបែបនេះរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកលោក Scott Bessent បានប្រមានថាការប្រឈមមុខដាក់គ្នាផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនគឺមិនមាននិរន្តរភាពនោះទេសូមបញ្ជាក់ថាពន្ធសងទៅសងមករបស់សហរដ្ឋអាមេរិកលើចិនបច្ចុប្បន្នគឺមានអត្រា 145% ហើយប្រទេសចិនបានវាយបកលើអាមេរិកវិញជាមួយនឹងពន្ធ 125%ប៉ុន្តែថ្មីនេះរដ្ឋបាលអាមេរិកបានបញ្ជាឲ្យលើកលែងពន្ធលើ smartphone កុំព្យូទ័រនិងគ្រឿងអេឡិចត្រូនិកផ្សេងឲ្យរួចផុតពីពន្ធ 145% មកនៅត្រឹមតែ 20% លើទំនិញដែលនាំចូលពីចិន។